សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានអនិមេមួយដែលមានចំណងជើងថា ReZero ខ្ញុំនឹងលើកយកអនិមេមួយនេះបកស្រាយជូនអ្នកទាំងអស់គ្នាទស្សនាដោយការផ្ដើមរឿងរបស់យើងបានឃើញបុរសម្នាក់ដែលជាតួអង្គឯករបស់យើងដែលមានឈ្មោះថា Natsuki Subaru ដែលគាត់កំពុងតែនៅក្នុងម៉ាតមួយកន្លែងដើម្បីទិញមីនិងនំមួយចំនួននៅពេលគេលុយគឺធ្វើឲ្យយើងបានដឹងថាគាត់គឺជាមនុស្សដាច់យ៉ៃដូចជា admin ដែរនៅពេលដែលគាត់ដើរចេញពីម៉ាតវិញភ្លាមស្រាប់តែមានរឿងមួយកើតឡើងវាហាក់ដូចជាមានអ្វីម្យ៉ាងដែលមានសភាពខ្មៅងងឹតហើយបានមកបិទបាំងមុខគាត់ Subaru និយាយថាអ្នកដែលលេងហ្គេមរាល់ថ្ងៃវានឹងធ្វើឲ្យភ្នែករបស់គេហត់នឿយគាត់ក៏បានយកដៃរបស់គាត់យកទៅញីភ្នែកនៅពេលដែល Subaru របស់យើងបានបើកភ្នែកមកវិញគាត់ក៏បានឃើញនូវទិដ្ឋភាពថ្មីគាត់បានឆ្លងមកពិភពថ្មីមួយទៀតតែមួយរំពេចភ្នែកតែប៉ុណ្ណោះ Subaru ប្រកាសចិត្តខ្លួនឯងច្បាស់ណាស់ថានេះជាក់ស្ដែងណាស់គឺជាពិភពលោកពិតតែគាត់មិនបានសម័យប៉ុណ្ណោះទេ Subaru ក៏បានដឹងទៀតថាគាត់ត្រូវបានកោះហៅមកពិភពលោកថ្មីមីងស្រីម្នាក់ដែលកំពុងរត់យ៉ាងលឿននៅលើដំបូលនិងមានកាន់របស់ម្យ៉ាងនៅក្នុងដៃដែលធ្វើឲ្យយើងសន្មត់បានថាគាត់គឺជាចៅត្រឡប់មកមើល Subaru យើងវិញគាត់បាននិយាយថាពិភពលោកនេះគឺជាពិភពលោកអតីតកាលនៅក្នុងយុគសម័យកណ្ដាលនិងមានមនុស្សលាយពាក់កណ្ដាលសត្វផងដែរបន្ទាប់មកគាត់បានមកដល់កន្លែងលក់ផ្លែឈើមួយកន្លែងតែគាត់មិនចេះអានអក្សរនៅពិភពនេះបានទេ Subaru ចង់ទិញផ្លែឈើទាំងនោះតែនៅពេលគាត់យកកាក់ចេញមកពូដែលជាអ្នកលក់មិនស្គាល់កាក់ទាំងនោះទេហើយគាត់ថែមទាំងដេញ Subaru ចេញពីតូបគាត់ផងដែរ Subaru បណ្ដោះដើរសួរព័ត៌មានអំពីពិភពនេះតែគាត់ចូលចំបន្ទប់ទឹកមនុស្សស្រីហើយក៏បានស៊ីមួយកំភ្លៀងបន្ទាប់មក Subaru បន្តចូលមួយកន្លែងទៀតលើកនេះចូលចំកន្លែងសម្រាប់តែមនុស្សពាក់កណ្ដាលសត្វគេបានរុញ Subaru ឲ្យចេញធ្វើឲ្យ Subaru ធ្លាក់ចូលក្នុងទឹកបាត់ទៅគាត់ក៏ដកទូរស័ព្ទមកដើម្បីតាក់ទងទៅអ្នកផ្ទះគាត់តែគ្មានសេវានោះទេហើយគាត់រអ៊ូថាបើសិនជាគាត់បានកោះហៅមកពិភពថ្មីបែបហ្នឹងតើឯណាទៅទេវតាដ៏ខ្ជូតតើនាងគ្រាន់តែឲ្យគាត់មកទីនេះហើយទុកគាត់ចោលមែនទេបន្ទាប់មកមានពួកអាដែង3នាក់ដែលជាចៅចុងភូមិបានមករក Subaru ហើយគំរាមយករបស់មានតម្លៃពី Subaru ពេលនោះក្មេងស្រីដែលយើងបានឃើញមុនហ្នឹងក៏បានរត់មកតាមផ្លូវហ្នឹងដែរ Subaru ស្មានតែទេវតាដែលបានកោះហៅគាត់នោះចោះមកជួយគាត់ហើយក្មេងស្រីនោះឮដូច្នេះក៏ឈប់មួយកន្លែងភ្លឹងនិងឆ្ងល់ថា Subaru កំពុងតែនិយាយអំពីអ្វីបន្ទាប់មកនាងក៏បន្តរត់ទៅមុខទៀតបាត់ទៅឃើញដូច្នេះ Subaru បានដើរអាមួយធំជាងគេនិងមុនហើយដាក់អាមួយតូចនោះមួយជើង Subaru ប្រុសនឹងហក់ទៅវេអាមួយនោះបង្ហើយតែវាបានដកកំបិតមកហើយ Subaru ក៏ត្រូវអា3នាក់នឹងវេខ្ទប់បាត់ទៅតែក៏មាននារីម្នាក់ទៀតមកដល់អា3នាក់នឹងសួរអាចារ្យមួយនឹងថាតើនាងមកជួយ Subaru មែនទេអាចារ្យនឹងឆ្លើយថាមិនមែនទេនាងមកតាមរករបស់ដែលនាងត្រូវបានគេលួច3នាក់នឹងនិយាយថាបើអញ្ចឹងនាងទៅតាមរកជាទៅចោះកុំមករំខានរឿងរបស់គេអាចារ្យសក់ពណ៌ប្រាក់ក៏បានរត់ទៅបានបន្តិចតែនាងបានបដូរចិត្តមកជួយសង្គ្រោះ Subaru វិញគាត់បានប្រើថាមពលតកបាញ់អា3គ្រឿងនឹងឲ្យដួលអស់ទៅហើយនាងបានបញ្ចេញនៅវាឆ្មារបស់គាត់ចេញមកអា3គ្រឿងនឹងឃើញដូច្នេះក៏នាំគ្នារត់បាត់ទៅ Subaru គ្រាន់តែឃើញនាងភ្លាមក៏ក្រាស់នាងផ្លែតនាងក៏សួរ Subaru ថាតើគាត់ស្គាល់អ្នកដែលបានលួចវត្ថុដែលមានឈ្មោះថា Insignia របស់នាងឬទេ Subaru ថាមិនដឹងទេហើយគាត់និយាយទៀតថានាងគួរតែប្រញាប់ទៅរកអ្នកដែលបានលួចរបស់នាងបន្តទៀតទៅ Subaru គាត់ក្រោកឡើងតែក៏បានត្រឡប់ទៅវិញទៅពេល Subaru ដឹងខ្លួនវិញគាត់ដឹងថាគាត់កំពុងតែកោយលើផ្លូវមនុស្សស្រីគាត់បានគិតថាជាផ្លូវរបស់អាចារ្យមួយដែលមានសក់ពណ៌ប្រាក់តែតាមពិតវាជា Spirit ឆ្មារបស់នាងសោះបន្ទាប់មកនាងក៏នៅតែសួរ Subaru ទៀតថាតើ Subaru ដឹងអំពីអ្នកដែលបានលួចវត្ថុ Insignia របស់នាងឬទេ Subaru ឆ្លើយថាមិនដឹងដដែលនាងក៏ដើរចេញហើយ Subaru ក៏រត់តាមនាងហើយគាត់ថាគាត់ចំណាំមុខជនសង្ស័យដែលបានលួចវត្ថុ Insignia ពីនាងបន្ទាប់មកគេទាំងពីរបាននាំគ្នាដើររកក្មេងស្រីម្នាក់ហ្នឹងតែទោះជារកយ៉ាងណាក៏នៅតែមិនឃើញដែរពីព្រោះទីក្រុងមួយនេះធំណាស់ហើយឆ្លៀតពេលហ្នឹង Subaru បានប្រាប់ឈ្មោះគេទៅកាន់នាង Spirit ឆ្មារបស់នាងមានឈ្មោះថាផាក់និងនាងមានឈ្មោះថា Sathela ក្រោយមកគេទាំងពីរបានឃើញក្មេងស្រីម្នាក់កំពុងវង្វេងម្ដាយហើយគេទាំងពីរបាននាំក្មេងស្រីម្នាក់ហ្នឹងទៅជួបម្ដាយរបស់ក្មេងវិញ Subaru និង Sathela បានមកស៊ើបសួរព័ត៌មានពីពូលក់ផ្លែឈើដែលយើងបានឃើញមុននឹងតែពូលក់ផ្លែឈើបានទាមទារលុយជាការដោះដូរពេលនោះធ្វើឲ្យយើងដឹងថា Sathela ក៏ជាមនុស្សដាច់ចៃដូចជា Subaru ដែរតែសំណាងល្អម្ដាយនិងកូនស្រីមុននឹងត្រូវជាប្រពន្ធនិងកូនរបស់ពូមួយនឹងដោយការដឹងគុណគាត់បានប្រាប់ព័ត៌មានទៅគេទាំងពីរតែក្មេងស្រីម្នាក់ដែលជាជនសង្ស័យហ្នឹងមានឈ្មោះថា Fel នាងរស់នៅក្នុងភូមិមួយនៅឯជាយក្រុងឯណោះទៅតាមផ្លូវទៅរក Fel ផាក់បានប្រាប់ថាពេលនេះគេអស់ម៉ាណាហើយពីព្រោះគេបង្ហាញខ្លួនដោយសារពន្លឺព្រះអាទិត្យដែលនេះជាពេលល្ងាចនាងក៏ត្រូវប្រែខ្លួនទៅជាគ្រីស្តាល់វិញកន្លែងនេះបានន័យថាផាក់
គេអាចប្រែកាឡាបមកជាសត្វឆ្មាហ្នឹងវាបានតែពេលថ្ងៃទេពេលល្ងាចហ្នឹងនាងត្រូវប្រែកាយទៅជាគ្រីស្តាល់វិញបន្ទាប់មកសត្វតាឡាបានប្រាប់ស៊ូបារូថានាងនឹងសាកសួរ Laser Spirit អំពីក្មេងស្រីម្នាក់ឈ្មោះ Feld ដោយ Laser Spirit គឺជា Spirit ស្រដៀងនឹងផាកដែរតែ Laser Spirit មិនទាន់មានរូបរាងដូចជាផាកនៅឡើយទេនៅតាមផ្លូវគេទាំងពីរបានសាកសួរបុរសម្នាក់អំពី Feld បុរសម្នាក់នឹងប្រាប់ថា Feld នៅជាមួយបុរសវ័យចំណាស់ម្នាក់នៅឯចុងភូមិឯណោះពេលស៊ូបារូនិងសត្វតាឡាបានមកដល់ផ្ទះបុរសវ័យចំណាស់ហើយគេបានចូលទៅក្នុងផ្ទះតែក្នុងផ្ទះហាក់ដូចជាគ្មាននរណានៅឡើយបានបន្តិចស៊ូបារូបានឃើញសាកសពបុរសវ័យចំណាស់ម្នាក់ហើយក៏មានសម្លេងស្ត្រីម្នាក់នៅពីក្រោយស៊ូបារូនិយាយថានាងគ្មានចម្រើសទេបើស៊ូបារូបានរកឃើញដូច្នេះហើយស៊ូបារូត្រូវបាននារីមិនស្គាល់មុខម្នាក់នោះចាក់មួយកំបិតបន្ទាប់មកសត្វតាឡាក៏បានចូលមកដែរនាងក៏បានត្រូវមួយកំបិតដូចស៊ូបារូដែរទៅជាចុងក្រោយពួកគេបានស្លាប់ទាំងពីរនាក់រឿងចម្លែកក៏បានកើតឡើងក្រោយពេលស៊ូបារូស្លាប់ស៊ូបារូបានដឹងខ្លួនវិញនៅកន្លែងពូលលក់ផ្លែឈើអ្វីៗគ្រប់យ៉ាងបានប្រែប្រួលត្រឡប់មកសភាពដើមវិញស៊ូបារូឆ្ងល់ថាតើវាជាសុបិនមែនទេគេប្រញាប់ប្រញាល់រត់ទៅផ្ទះរបស់អ្វីចំណាស់ម្ដងទៀតតែគេជួបអាចោរប្លន់3គ្រឿងនោះដូចជាពេលមុនដែរតែលើកនេះពួកវាគ្មានគីឡូជាមួយស៊ូបារូទេស៊ូបារូយើងក៏បានវាយពួកវាឲ្យដេកដីអស់ទៅនៅពេលដែលស៊ូបារូបានមកដល់ផ្ទះបុរសវ័យចំណាស់វិញបុរសវ័យចំណាស់ដែលស៊ូបារូបានឃើញក្នុងសភាពសាកសពមុននឹងនៅរស់ធម្មតាស៊ូបារូមានជាការឆ្ងល់យ៉ាងខ្លាំងស៊ូបារូបានសួរទៅកាន់បុរសវ័យចំណាស់ម្នាក់នោះថាតើគាត់ធ្លាប់បានស្លាប់ម្ដងណាហើយដែរឬទេបុរសវ័យចំណាស់ពេលឮដូច្នេះគាត់ខ្សោចយ៉ាងខ្លាំងស៊ូបារូសួរទៀតថាតើគាត់ធ្លាប់បានឃើញនារីម្នាក់ដែលមានសក់ពណ៌ប្រាក់ដែរឬទេបុរសវ័យចំណាស់ថាមិនដែលទេស៊ូបារូឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំងតើហេតុការណ៍មុននឹងវាជាសុបិនឬក៏ជាអ្វីបុរសវ័យចំណាស់បានសួរស៊ូបារូថាស៊ូបារូមកកន្លែងគាត់មានការអ្វីស៊ូបារូឆ្លើយថាគាត់មករកវត្ថុដែលមានឈ្មោះថា Insignia ដែលវត្ថុនេះជារបស់នារីម្នាក់ដែលមានសក់ពណ៌ប្រាក់បុរសវ័យចំណាស់ថាគាត់មិនដែលបានឃើញវត្ថុនឹងពីមុនមកទេស៊ូបារូសួរទៀតថាតើវត្ថុដែលមានតម្លៃនៅក្នុងបន្ទប់នេះគឺជាស្នាដៃរបស់ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Feld មែនទេបុរសចំណាស់ឆ្លើយថាមែនហើយនាងតែងយករបស់របរមកកន្លែងគាត់សម្រាប់ដោះដូរជាលុយជាមួយអ្នកដទៃទៀតតែគេមករកតែស៊ូបារូមានអ្វីសម្រាប់ដោះដូរដែរឬទេស៊ូបារូក៏បានយកនំរបស់គាត់មកដោះដូរប៉ុន្តែស៊ូបារូត្រូវតែនៅរងចាំ Feld ត្រឡប់មកវិញសិនពេល Feld ត្រឡប់មកវិញស៊ូបារូបានហៅឈ្មោះ Feld ដោយទាំង Feld មិនដែលស្គាល់ស៊ូបារូផងទោះអ្នកទាំងអស់គ្នាកន្លែងនេះខ្ញុំសូមបើកមុខកញ្ចក់បន្តិច Feld និងស៊ូបារូបានជួបគ្នាម្ដងហើយប៉ុន្តែគេបានជួបគ្នាមុនដែលស៊ូបារូបានស្លាប់ដូច្នេះនៅពេលដែលស៊ូបារូបានស្លាប់ហើយស៊ូបារូបានត្រឡប់សារដើមទៅកន្លែងដើមវិញអ្វីៗក៏ថ្មីដែរគឺមានន័យថាអ្វីៗគឺចាប់ផ្ដើមសារថ្មីទាំងអស់អាកន្លែងដែលស៊ូបារូនិង Feld បានជួបគ្នាដំបូងហ្នឹងគឺត្រូវបានចាត់ទុកថាជាមុខៈអូខេចូលមកកាន់សាច់រឿងយើងវិញ Feld បានសួរស៊ូបារូថាតើគាត់មានលុយសម្រាប់ដោះដូរយកវត្ថុ Insignia នេះឬទេស៊ូបារូថាមិនមានទេតែគេមានឧបករណ៍វេទមន្តម្យ៉ាងដែលឧបករណ៍វេទមន្តរបស់ស៊ូបារូនោះគឺជាទូរស័ព្ទដៃនោះឯងស៊ូបារូបានយកទូរស័ព្ទដៃមកថតពួកគេនិងបង្ហាញរូបទៅកាន់ពួកគេហើយឃើញដូច្នេះពួកគេបានភ្ញាក់ផ្អើលតែ Feld នៅតែមិនទាន់សម្រេចចិត្តដោះដូរនៅឡើយទេដោយសារតែអ្នកដែលត្រូវមកដោះដូរមិនមែនមានតែស៊ូបារូមួយគត់នោះទេគឺមានមួយរបស់នាងម្នាក់ទៀតដែលនឹងឲ្យនាង10 Holy Coin ពេលនោះមានគេមកគោះទ្វារ Feld បានដើរទៅបើកមើលហើយបុរសវ័យចំណាស់ស្រាប់តែដើរទៅយកដំបងមួយទុកចិត្តខ្លួនហាក់ដូចជាកំពុងប្រុងប្រយ័ត្ននឹងអ្វីមួយអញ្ចឹងពេលនោះអ្នកដែលបានមកគោះទ្វារមុននឹងក៏ដើរចូលមកនាងគឺជានារីម្នាក់ដែលនឹងមកធ្វើការទិញយកវត្ថុ Insignia ដែរដែលនាងមានឈ្មោះថា Elsa បានបង្ហាញ Holy Coin មកវាមានរហូតដល់20 Holy Coin ឯណោះតែទោះជាយ៉ាងណាក៏នៅតែមិនឈ្នះស៊ូបារូព្រោះស៊ូបារូពីព្រោះបុរសវ័យចំណាស់ឲ្យតម្លៃទៅលើទូរស័ព្ទរបស់ស៊ូបារូលើសពី20 Holy Coin ឯណោះព្រោះវាជាវត្ថុចម្លែក Elsa បាននិយាយថាការដោះដូរមួយនេះធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំងភ្លាមនោះ Feld បានចាប់ស៊ូបារូផ្ដួលទៅនឹងដីដោយសារតែ Elsa បានបើកការវាយប្រហារមកលើពួកគេបុរសវ័យចំណាស់បានចូលទៅវាយប្រហារ Elsa តែគាត់មិនមែនជាគូប្រជែងរបស់ Elsa ឡើយ Elsa បានកាត់ផ្ដាច់ដៃបុរសវ័យចំណាស់ហើយក៏យកអំបែងកែវចាក់ករបស់គាត់កន្លែងនេះខ្ញុំសូមបើកពងកញ្ចក់មួយទៀតសាកសពបុរសវ័យចំណាស់ដែលស៊ូបារូបានឃើញមុននឹងគឺជាសាកសពរបស់បុរសវ័យចំណាស់ដែលបាន Elsa ចាក់សម្លាប់នឹងឯងពេលបានខឹងជាខ្លាំងហើយនាងស្ទុះទៅវាយប្រហារ Elsa យ៉ាងលឿនតែត្រឹមតែមួយស្នៀតប៉ុណ្ណោះក៏ធ្វើឲ្យ Feld ស្លាប់ក្រោមដៃរបស់ Elsa ស៊ូបារូក៏ចូលទៅមួយទៀត Elsa ធាក់ស៊ូបារូឲ្យថយក្រោយហើយនាងក៏ស្ទុះទៅវាយមួយកំបិតតែស៊ូបារូកិច្ចតន់ហើយស៊ូបារូក៏បានតត Elsa បន់មួយជើងវិញផងដែរតែនៅពេលដែលស៊ូបារូមើលទៅពោះរបស់គាត់ក៏បានឃើញថាគាត់
ត្រូវបានមួយកំបិតបាត់ហើយSubaru ក៏បានដេកដួលស្លាប់នៅនឹងកន្លែងបាត់ទៅរឿងចម្លែកបានកើតឡើងទៀតហើយ Subaru គេដឹងខ្លួនវិញនៅពីមុខតូបពូលក់ផ្លែឈើនិងអ្វីៗត្រឡប់មកដូចដើមវិញទាំងអស់អូខេអ្នកទាំងអស់គ្នាអេពីសូត1នៃរឿង Re:Zero បានចប់ដោយប៉ុណ្ណឹងធ្វើឲ្យយើងដឹងថាតួអង្គឯករបស់យើងគឺជា Subaru នោះគេមានសមត្ថភាពដែលនៅពេលគេស្លាប់ហ្នឹងគេធ្វើឲ្យគេត្រឡប់សាងដើមមកវិញដែលចាប់ផ្ដើមសារឡើងវិញណាចាំមើលទៅមុខទៀតថាគេនឹងជួបឧបសគ្គអ្វីខ្លះសូមអ្នកនរគ្នារងចាំទស្សនាក្នុងអេពីសូត2